នៅកណ្ដាលខេត្តស្វាយរៀងមានសាលារៀនចាស់មួយកន្លែងដែលធ្វើគេបកបង់ចោលអស់ជាច្រើនទសវត្សរ៍មកហើយចិញ្ចៀងអ៊ីតប្រេះបៃពុកភុយដំបូលស្រុតត្រួតត្រួមដើមឈើធំដោះព័ទ្ធជុំវិញធ្វើឲ្យទីនោះមើលទៅគួរឲ្យព្រឺសម្បរហូតគ្មានអ្នកណាម្នាក់ហ៊ានចូលទៅជិតឡើយជាពិសេសនៅពេលយប់មនុស្សម្នាតែងតែល្បីតគ្នាថាសាលានោះមានខ្មោចអាបស្និទ្ធិតនៃតែងតែចេញមកលងបន្លាចអ្នកណាដែលហ៊ានរំលោភទឹកដីរបស់វាមានរឿងនិទានថាយូរលងណាំងមកហើយមានស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធមនៅទីនោះហើយវិញ្ញាណរបស់នាងបានប្រែក្លាយជាខ្មោចអាបដ៏សាហាវយងក្នុងនៅរាត្រីមួយដ៏សែនស្ងប់ស្ងាត់និងងងឹតសួនឈឹងយុវជន4នាក់ដែលមានចិត្តក្លាហាននិងចូលចិត្តប្រឈមមុខនឹងរឿងព្រឺព្រួយបានសម្រេចចិត្តបបួលគ្នាទៅពិសោធន៍មើលថាតើរឿងខ្មោចអាបនៅសាលាចាស់នោះជាការពិតឬគ្រាន់តែជាពាក្យចចាមអារ៉ាមពួកគេបាននាំគ្នាជិះម៉ូតូទៅដល់មុខរបងសាលាជាមួយនឹងពិលមួយសម្រាប់បំភ្លឺផ្លូវបញ្ញាកាសត្រជាក់ស្រែបលាយលំដោយក្លិនដីសើមនិងភាពស្ងាត់ជ្រងំបានចាប់ផ្ដើមបង្កើនភាពភ័យខ្លាចដល់ពួកគេបន្តិចម្ដងពេលបោះជើងចូលទៅក្នុងបរិវេណសាលាគេហាក់ដូចជាមានអារម្មណ៍ថាមានភ្នែកជាច្រើនគូកំពុងសម្លឹងមើលទៅពួកគេសំឡេងខ្យល់បក់រំហុយហាយប៉ះនឹងស្លឹកឈើស្ងួតរំញ័រដូចជាសំឡេងខ្សឹបសៀវរបស់នរណាម្នាក់ពួកគេដើរកាត់បន្ទប់រៀនមួយទៅបន្ទប់រៀនមួយទៀតដោយប្រើពិលឆ្លោះមើលគ្រប់ជ្រុងជ្រោយធូលីដីសត្រាប់ក្រាសរញ៉េរញ៉ៃពីបន្ទប់នៅពេលពួកគេឈានជើងចូលដល់បន្ទប់រៀនចុងក្រោយដែលគេថាជាកន្លែងដែលស្ត្រីអាបនោះស្លាប់ស្រាប់តែពិលរបស់ពួកគេចាប់ផ្ដើមព្រិចហើយបន្ទាប់មកក៏រលត់ឈឹងតែម្ដងភាពងងឹតបានគ្របដណ្ដៅពេញទីកន្លែងរហូតមើលមិនឃើញអ្វីទាំងអស់ពួកគេចាប់ផ្ដើមភ័យខ្លាចយ៉ាងខ្លាំងរកកៅដោះសារបកស្រាយពីគ្នាទៅវិញទៅមករំពេចនោះក្លិនស្អុយឆ្អាបដោយឈាមនិងសាច់រលួយបានបក់មកប៉ះច្រមុះរបស់ពួកគេសំឡេងកក់ខ្ទឹកនិងសំឡេងស្លាប់បក់ភឹបបានបន្លឺឡើងពីលើដំបូលពួកគេទាំង4នាក់បានស្ទុះទៅអោបគ្នាជាប់ដោយមិនហ៊ានងើបមុខមើលទៅលើសំឡេងនោះកាន់តែខិតជិតមកដល់រហូតដល់វាហាក់ដូចជាកំពុងតែវិលជុំវិញក្បាលរបស់ពួកគេភ្លាមនោះពួកគេម្នាក់បានងើបមុខឡើងបន្តិចហើយបានឃើញនៅទីភាពដ៏រន្ធត់ប្រលឹងក្បាលមនុស្សស្រីមួយបានអណ្ដែតត្រសែបនៅលើអាកាសជាមួយនឹងសក់រំសាយវែងអន្លាយភ្នែកក្រហមឆៅដូចក្របភ្លើងកំពុងតែសម្លឹងទៅពួកគេអ្វីដែលរន្ធត់ជាងនេះទៅទៀតនោះគឺមានពស់វៀនប្រមាត់ថ្លើមសួតរុំរត់ជាប់ក្បាលនោះហើយកំពុងតែយារធ្លាក់ចុះមកក្រោមស្រត់ទឹកខ្មេះរំរឹមវាបានហោះចុះមកជិតពួកគេបន្តិចម្ដងធ្វើឲ្យពួកគេឮសំឡេងដកដង្ហើមធំនិងសំឡេងប្រមាថថ្លើមប៉ះទង្គិចគ្នាភាពភ័យខ្លាចបានធ្វើឲ្យពួកគេបាត់បង់ស្មារតីគ្រប់គ្នាពួកគេបានស្រែកយំលាន់លឺពេលសាលាចាស់នោះហើយបានរត់ប្រាស់អាយុចេញមកក្រៅដោយមិនបានចាប់អារម្មណ៍អ្វីទាំងអស់ម្នាក់ក្នុងចំណោមពួកគេបានដួលហើយត្រូវបានមិត្តភក្តិអូសចេញមកក្រៅដោយកម្លាំងពួកគេទាំង4នាក់បានរត់មិនងាកក្រោយរហូតដល់ទៅដល់ម៉ូតូហើយព្យាយាមបញ្ឆេះចាន់តែដៃញាត់ទៅត្រឹកចាប់តាំងពីយប់នោះមកពួកគេទាំង4នាក់មិនដែលហ៊ានទៅជិតសាលាចាស់នោះទៀតឡើយរឿងរ៉ាវរបស់ពួកគេបានក្លាយជារឿងមួយបន្ថែមទៀតនៅក្នុងចំណោមរឿងរ៉ាវខ្មោចអាបនៅសាលាចាស់ស្វាយរៀងដែលតែងតែលងបន្លាចអ្នកស្រុកឲ្យព្រឺក្បាលរៀងរាល់រាត្រីវិបុលមានអារម្មណ៍ចម្លែកក្រងចិត្តប៉ុន្តែក៏ដោះសោទ្វារអានាងឡើងស្ត្រីនោះបានបើកទ្វារក្រោយហើយចូលមកអង្គុយយ៉ាងស្ងៀមស្ងាត់ពេលទ្វារឡានបិទភ្លាមក្លិនមួយក៏សាយភាយពេញឡានវាមិនមែនជាក្លិនទឹកអប់ឬក្លិនខ្លួនមនុស្សធម្មតាទេតែវាជាក្លិនលាយឡំគ្នារវាងក្លិនផ្កាចំបៃនិងក្លិនឆ្អាបឈាមយ៉ាងខ្លាំងដែលធ្វើឲ្យវិបុលចង់ក្អួតប្អូនស្រីទៅភូមិណាដែរវិបុលសួរទាំងព្យាយាមសម្រួលអារម្មណ៍ដោយសម្លឹងមើលតាមកញ្ចក់មើលក្រោយប៉ុន្តែអ្វីដែលគាត់ឃើញក្នុងកញ្ចក់ធ្វើឲ្យបេះដូងគាត់លោតខុសចង្វាក់នៃកៅអីក្រោយគឺតទេស្អាតវិបុលភ័យស្លន់ស្លោជន់ហ្វ្រាំងងក់គាត់ងាកក្រោយទៅមើលផ្ទាល់ភ្នែកឃើញស្ត្រីនោះនៅអង្គុយដដែលដោយអន់មុខចុះក្រោមវិបុលដកដង្ហើមធំអូសុំទោសបងមើលមិនឃើញមិញគាត់បន្តបើកឡានទៅមុខទៀតប៉ុន្តែដៃរបស់គាត់ចាប់ផ្ដើមញ័រឡានបោបានប្រហែល5គីឡូម៉ែត្រផ្លូវកាន់តែស្ងាត់ទៅវិបុលលួចមើលកញ្ចក់ម្ដងទៀតលើកនេះស្ត្រីនោះកំពុងងើបមុខឡើងសឹមនៅពេលដែលពន្លឺភ្លើងពីបង្គោលគីឡូម៉ែត្រតាមផ្លូវចេះចូលមកក្នុងឡានវិបុលបានឃើញផ្ទៃមុខរបស់នាងច្បាស់ព្រះជាម្ចាស់អើយមុខរបស់នាងមិនមែនជាមុខមនុស្សធម្មតាទេផ្នែកខាងឆ្វេងនៃមុខរបស់នាងបានបែកខ្ទេចសាច់ដាច់រយ៉ាក់មើលឃើញដោយឆ្អឹងថ្ពាល់ពណ៌សផ្នែកម្ខាងរបស់នាងបានធាចេញមកក្រៅភាជាប់នឹងសរសៃឈាមចំណែកឯឈាមពណ៌ក្រហមស្រស់កំពុងហូរចេញពីមាត់និងច្រមុះរបស់នាងឥតឈប់ឈរវិបុលស្រែកឡើងទាំងតក់ស្លុតខ្មោច
ភ្លាមនោះវិទ្យុកណូឡានក៏បើកឡើងដោយឯកឯងបន្លឺសំឡេងរំខានឆែតយ៉ាងខ្លាំងហើយភ្លើងក្នុងឡានក៏ចាប់ផ្ដើមភ្លឹបផ្លែតស្ត្រីខ្មោចនោះមិនបានបាត់ទៅណាទេនឿបានលូនពីកៅអីក្រោយមកកៅអីមុខយ៉ាងលឿនខុសពីធម្មតារាងកាយរបស់នាងបាក់បែកនិងបាត់បែនដូចសត្វគ្មានឆ្អឹងពូជួយរកក្បាលខ្ញុំឲ្យផឹងក្បាលខ្ញុំនៅឯណាសំឡេងរបស់នាងប្រែជាធ្ងន់និងក្រឡូហាក់ដូចជាចិនមកពីបាតដីក្លិនស្អុយរលួយនៃសាកសពបាំងសាយភាយពេញរថយន្តធ្វើឲ្យវិបុលពិបាកដកដង្ហើមវិបុលព្យាយាមបង្វិលចង្កូតកែកប៉ុន្តែដៃចង្កូតហាក់ដូចជាត្រូវបាននរណាម្នាក់ចាប់ទាញយ៉ាងណែនរថយន្តរបស់គាត់ចាប់ផ្ដើមរេពេញផ្លូវដៃដត្រជាក់ដូចទឹកកករបស់ខ្មោចស្រីនោះបានលូកមកចាប់ស្មាវិបុលពេលគាត់ងាកទៅមើលគាត់ឃើញនាងកំពុងសើចសំណើចដែលគ្មានសំឡេងប៉ុន្តែពោពេញដោយការឈឺចាប់និងគុំគួនមាត់របស់នាងហែកធំរហូតដល់ត្រចៀកបង្ហាញធ្មេញដែលបាក់បែកនិងខ្មៅកក់ខ្វក់នៅខាងក្រៅរថយន្តវិបុលបានឃើញស្រមោលខ្មៅជាច្រើនទៀតកំពុងឈរតម្រៀបគ្នាតាមដងផ្លូវខ្លះដាច់ដៃខ្លះដាច់ជើងខ្លះទៀតគ្មានក្បាលពួកគេទាំងអស់គ្នាកំពុងសម្លឹងមកឡានរបស់គាត់នេះគឺជាផ្លូវកោងមរណៈដែលអ្នកស្រុកតែងការនិយាយតៗគ្នាថាធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សជាច្រើននាក់ហើយវិញ្ញាណអបិតពួកគេមិនដាល់ទៅចាប់ជាតិឡើយឈប់នៅទីនេះខ្មោចស្រីនោះស្រែកដាក់ត្រជាវិបុលដោយភាពភ័យខ្លាចហោះប្រមាណវិបុលបានបាត់បង់ស្មារតីគ្រប់គ្រងរថយន្តតាក់ស៊ីរបស់គាត់បានរអិលធាក់ផ្លូវបុកចូលទៅក្នុងគុំព្រៃយ៉ាងពេញទំហឹងសំឡេងបុកក្រាំងបានបន្លឺឡើងហើយអ្វីក៏ប្រែជាងងឹតឈឹងព្រិចប្រលឹមឡើងវិបុលត្រូវបានដាស់ឲ្យភ្ញាក់ដោយសំឡេងកោះកញ្ចក់គាត់បើកភ្នែកឡើងទាំងឈឺចាប់ពេញខ្លួននៅខាងក្រៅគឺប៉ូលីសនិងអ្នកភូមិមួយចំនួនកំពុងចោមរមើលរថយន្តរបស់គាត់បានធ្លាក់ចុះនៅក្នុងប្រឡាយមុខមួយខាងខេត្តផ្លូវប៉ុន្តែសំណាងល្អដែលគាត់មិនមានរបួសធ្ងន់ធ្ងរពេលប៉ូលីសជួយគាត់ចេញមកក្រៅគាត់បានសួរទៅប៉ូលីសតាំងញ័រមាត់បងប៉ូលីសឃើញស្ត្រីម្នាក់ដែលជិះជាមួយខ្ញុំទេនាងនៅកៅអីក្រោយប៉ូលីសនិងអ្នកភូមិមើលមុខគ្នាដោយទឹកមុខស្រងល់ស្រងាត់ប៉ូលីសចំណាស់ម្នាក់បាននិយាយថាប្អូនប្រុសក្នុងឡាននេះមានតែប្អូនម្នាក់ឯងទេប៉ុន្តែកន្លែងដែលប្អូនជួបគ្រោះថ្នាក់នេះកាលពី5ថ្ងៃមុនមាននារីវ័យក្មេងម្នាក់បានត្រូវឡានដឹកឈើបុកស្លាប់យ៉ាងអនាចអាធមសាកសពនាងត្រូវកង់ឡានកិនបែកខ្ទេតហើយខ្ទាក់ធ្លាក់មកកន្លងដែលប្អូនធ្លាក់ឡាននេះឯងវិបុលលឺហើយជើងតាំងពីរបស់គាត់ទន់ដូចចាស់ហួយគាត់ងាកទៅមើលក៏អីក្រោយនៃរថយន្តរបស់គាត់នៅលើពូកដែលប្រឡាក់ដោយផកគាត់បានឃើញស្នាមប្រឡាក់មួយយ៉ាងច្បាស់វាជាស្នាមដៃដែលមានឈាមក្រៀមជាប់នឹងកៅអីនិងផ្កាចំបៃមួយតង់ដែលនៅស្រស់កំពុងដាក់នៅទីនោះចាប់តាំងពីថ្ងៃនោះមកវិបុលបានលក់រថយន្តនោះចោលហើយលែងហ៊ានប្រកបបរបរបើកតាក់ស៊ីពេលយប់ទៀតឡើយប៉ុន្តែទោះបីជាពេលវេលាកន្លងទៅយូរប៉ុណ្ណាក៏ដោយរាល់ពេលដែលមេឃភ្លៀងរលឹមហើយមានក្លិនផ្កាចំបៃរសាត់មកតាមខ្យល់វិបុលតែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងអង្គុយនៅពីក្រោយខ្នងរបស់គាត់ហើយខ្សៀបដាក់ត្រចៀកគាត់ថាជួយរកក្បាលខ្ញុំឲ្យផង